ngày ní nhầm nôm prey mật tầng ở kia từ mưa pano rồi có cả plạ tăng bằng hàng rồi bỏ Khmer dương hàng cả tăng pipo đặt expositionรูป ภาษาកោវត្តខ្មែរយើងនឹងនៅសត្វទន្លេបងប្អូនហើយមានរូបអង្គរវត្តខ្មែរយើងទី1ខ្ញុំចង់និយាយពីរូបប្រាសាទអង្គរវត្តខ្មែរយើងដែលបានដាក់បង្ហាញនឹងតាមរយៈការឧបត្ថម្ភពីសមាគមខ្មែរអាร์ติសង់ដែលគាត់មានកម្មវិធីមកដាក់រូបឬក៏ដាក់តាំងបង្ហាញនៅសត្វទន្លេហ្នឹងណាបងប្អូនទី2វណ្ណដាគាត់មកប្រគំតន្ត្រីនៅក្នុងទីក្រុងប៉ារីបងប្អូនតែអ្វីដែលអស្ចារ្យសម្រាប់ខ្មែរយើងដែលអាចធ្វើបាននោះគឺការបិទផ្លាកផ្សព្វផ្សាយនៅវប្បធម៌នៅគេដំណើរមរតកបេតិកភណ្ឌពិភពលោកឬក៏ប្រាសាទអង្គរវត្តនឹងផងដែរបងប្អូនអញ្ចឹងគឺធ្វើឲ្យខ្ញុំសប្បាយរីករាយរំភើបក្នុងនាមខ្ញុំជាម្នាក់ដែលរស់នៅក្នុងទីក្រុងប៉ារីអញ្ចឹងណាឆ្លៀតពេលទំនេរគឺខ្ញុំទៅថតដើម្បីបង្ហាញដល់បងប្អូនប្រិយមិត្តដែលរស់នៅក្នុងស្រុកបារាំងនិងអ្នកនៅស្រុកខ្មែរផងដែរបានឃើញពីទស្សនភាពដែលគេយករូបនឹងយកមកដាក់បង្ហាញអញ្ចឹងណាបងប្អូនខ្ញុំសង្កេតឃើញថាក្នុងខ្សែរថភ្លើងលេខ7ហ្នឹងគឺជាខ្សែរថភ្លើងមួយដែលមមាញឹកមែនតើបងប្អូនគឺមមាញឹកដែលជីជនគេធ្វើដំណើរជិះចុះជិះឡើងអញ្ចឹងណាហើយគឺខ្ញុំទៅឈរថតនៅហ្នឹងឃើញសង្កេតឃើញថាបរទេសគឺគេចាប់អារម្មណ៍មើលឃើញប្រាសាទអង្គរវត្តខ្មែរយើងហើយអ្នកខ្លះក៏គេស្គាល់គេធ្លាប់បានឃើញគេធ្លាប់ទៅអញ្ចឹងណាបងប្អូនប៉ុន្តែនេះគឺជារឿងថ្មីដែលយើងអាចមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រទេសបារាំងក្នុងការបង្ហាញគេឲ្យបានឃើញពីបេតិកភណ្ឌពិភពលោកហើយនឹងបេតិកភណ្ឌសម្រាប់ជាតិខ្មែរយើងផងដែរក្នុងនាមយើងជាខ្មែរអញ្ចឹងណាបងប្អូនហើយនឹងប្រពៃណីវប្បធម៌សិល្បៈបែបបុរាណផងសម័យផងលាយបញ្ចូលគ្នាអញ្ចឹងទៅធ្វើឲ្យខ្ញុំក្នុងចិត្តសម័យសប្បាយរីករាយនៅក្នុងការក្តីរំភើបនឹងហើយនឹកដល់ពាក្យរបស់វណ្ណដាដែលគាត់និយាយថា time to rise ណាខ្មែរយើងរះឡើងអញ្ចឹងឥឡូវគាត់ធ្វើបានរបស់គាត់មែនបងប្អូនអញ្ចឹងបានខ្ញុំសូមកោតសរសើរនៅការខិតខំប្រឹងប្រែងការធ្វើរបស់គាត់អញ្ចឹងណាបងប្អូនជាពិសេសអ្នកឧបត្ថម្ភជាច្រើនដូចជាជីបម៉ុងបារមីសបាយអីផ្សេងក្រុមហ៊ុនផ្សេងទៀតដែលចូលរួមឧបត្ថម្ភឲ្យមានផ្លាកនឹងកើតឡើងនៅក្នុងទីក្រុងប៉ារីអញ្ចឹងណាបងប្អូននេះគឺជាភាពមួយដែលយើងមោទនភាពជាតិរបស់យើងដែលបានដាក់តាំងបង្ហាញនៅក្នុងប្រទេសបារាំងក៏ដូចជានៅក្នុងសហគមន៍អឺរ៉ុបនេះផងដែរវាជារឿងល្អប្រពៃណីដែលយើងជួយគាំទ្រជួយចែកម្លែកជួយបង្ហាញឲ្យគេបានឃើញថាខ្មែរយើងមានប្រពៃណីមានវប្បធម៌ដ៏ត្រចះត្រចង់ហើយជាវប្បធម៌ដ៏ចំណាស់មួយនៅក្នុងអាស៊ីដែលយើងគួរតែអភិរក្សគួរតែថែរក្សាគួរតែការពារអញ្ចឹងណាហើយមួយវិញទៀតយើងមានយុវជនជំនាន់ថ្មីឬក៏អ្នកបន្តមកថ្មីទៀតដើម្បីបង្ហាញអំពីសិល្បៈវប្បធម៌បុរាណផងហើយនឹងបែបសម័យផងដូចមានវណ្ណដាជាដើមនិងក្រុមរបស់គាត់ដែលគាត់មកធ្វើការគេហៅថាការប្រគំតន្ត្រីការបង្ហាញនៅវប្បធម៌ប្រពៃណីទាំងអស់ហ្នឹងវាជារឿងមួយដែលមោទនភាពមែនទែនក្នុងនាមខ្ញុំជាយុវជនខ្ញុំសូមកោតសរសើរនៅស្នាដៃទាំងអស់ហ្នឹងហើយសូមអរគុណចំពោះអ្នកដែលឧបត្ថម្ភកម្មវិធីហ្នឹងមានសមាគមសិល្បករខ្មែរនិងមានក្រុមហ៊ុនឧបត្ថម្ភជាច្រើនដែលនាំយកសិល្បៈទាំងអស់ហ្នឹងមានដូចជាផលិតកម្មបារមីនិងក្រុមហ៊ុន Chip Mong OCIC ផ្សេងទៀតហ្នឹងដែលគាត់បានឧបត្ថម្ភនៅកម្មវិធីហ្នឹងឲ្យកើតមានឡើងអញ្ចឹងបងប្អូនដូចខ្ញុំថតឲ្យអ្នកនរគ្នាឃើញអញ្ចឹងឃើញគេឈរមើលនៅពីក្នុងមេត្រូមកបងប្អូនពីច្រើនគេដើរមកកាត់អញ្ចឹងទៅគេឃើញគេឈរបង្ហាញគេមើលឃើញដូចថាអស្ចារ្យមែនទែនដែលមានរូបភាពប្រាសាទអង្គរវត្តយើងមកអញ្ចឹងបងប្អូនអញ្ចឹងជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាសំខាន់អ្នកទាំងអស់គ្នាជួយចែកម្លែកវីដេអូនេះឲ្យបានគេបានឃើញទាំងអស់គ្នាបានទូលំទូលាយអញ្ចឹងជាការចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយនៅ
សិល្បៈវប្បធម៌ប្រពៃណីផងដែរបាទសូមអរគុណសូមជម្រាបលាបាយបាយអ្នកនរគ្នា